ในกล้ามផ្ទៃទឹកពណ៌ខៀវស្រងាត់នៃមហាសមុទ្រប៉ាស៊ីហ្វិកមានទីក្រុងតូចមួយដ៏អស្ចារ្យឈ្មោះថា Bikini Bottom ในទីនោះជីវិតហាក់ដូចជាមានភាពសប្បាយរីករាយជានិច្ចប៉ុន្តែសម្រាប់ SpongeBob SquarePants ដែលជាអេប៉ុងពណ៌លឿងរាងការ៉េមានភ្នែកពណ៌ខៀវធំៗនិងមានសក់ពណ៌ត្នោតខ្លីដែលសឹកយ៉ាងស្អាតថ្ងៃនេះគឺជាថ្ងៃដែលគាត់ចង់ផ្លាស់ប្ដូរជីវិតរបស់គាត់ស្លៀកពាក់អាវពណ៌សក់ដៃខ្លីជាមួយក្រវ៉ាត់កពណ៌ក្រហមនិងខោពណ៌ត្នោតដែលមានរបៀបគាត់បានឈរនៅមុខភោជនីយដ្ឋាន Krusty Krab ដោយមានបំណងចង់បង្ហាញពីភាពក្លាហានរបស់គាត់ លោក Krabs សូមស្ដាប់ខ្ញុំចង់បង្ហាញថាខ្ញុំមិនមែនគ្រាន់តែជាក្មេងម្នាក់ដែលចេះដុតបំប៉ាំងនោះទេខ្ញុំចង់ក្លាយជាបរិសុទ្ធខ្លាំងម្នាក់ SpongeBob និយាយដោយសំឡេងមើងម៉ាត់ខណៈពេលដែលគាត់សម្លឹងមើលទៅថៅកែរបស់គាត់ដែលកំពុងរាប់លុយយ៉ាងជោគជ័យលោក Krabs បាក់ឆ្លើយតបទាំងសាយតិចៗថា SpongeBob ឯងគ្រាន់តែជាអេពុងទួយមួយប៉ុណ្ណោះតើឯងអាចធ្វើអ្វីបានក្រៅពីធ្វើ burger ពាក្យសម្ដីទាំងនេះបានធ្វើឲ្យបេះដូងរបស់ SpongeBob ឆេះពុះកញ្ជ្រោលគាត់បានបដិញ្ញាចិត្តថានឹងរកវិធីណាមួយដើម្បីបង្ហាញថាគាត់គឺជាមនុស្សក្លាហានពិតប្រាកដនៅក្នុងក្រសែភ្នែករបស់គាត់គឺមានអ្វីដែលអាចរារាំងគាត់បានឡើយសូម្បីតែមហាសមុទ្រដ៏គ្រោះថ្នាក់បំផុតគាត់ត្រូវការផ្សងព្រេងមួយដែលអាចផ្លាស់ប្ដូរទស្សនៈនៃអ្នកដទៃមកលើរូបគាត់ជារៀងរហូតស្រាប់តែនៅពេលនោះមេឃចាប់ផ្ដើមប្រែជាពណ៌បៃតងខ្មៅហើយខ្យល់ត្រជាក់ស្រពុះបានបក់កាត់ទីក្រុងស្រមោលដ៏ធំមួយបានគ្របដណ្ដប់លើអ្វីទាំងអស់វាគឺជាកប៉ាល់ខ្មោចរបស់ The Flying Dutchman ដែលជាខ្មោចចោរសមុទ្រដ៏គួរឲ្យខ្លាចបំផុតគាត់បានលេចឡើងមកក្នុងពន្លឺពណ៌បៃតងដ៏ចម្លែកតើអ្នកណាក្លាហានលួមនឹងមកជាមួយខ្ញុំទៅកាន់ទីជ្រៅបំផុតនៃមហាសមុទ្រខ្មោចចោរសមុទ្រនោះសួរដោយសំឡេងក្រហឹមដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ័យខ្លាចប៉ុន្តែសម្រាប់ SpongeBob នេះគឺជាឱកាសដែលគាត់បានរងចាំគឺខ្ញុំនឹងទៅជាមួយអ្នក SpongeBob ស្រែកឡើងដោយមិនស្ទាក់ស្ទើរមហាជននៅជុំវិញនោះនាំគ្នាភ្ញាក់យ៉ាងខ្លាំង The Flying Dutchman សើចយ៉ាងខ្លាំងឯងជាអេប៉ុងតូចម្នាក់តើឯងមានចិត្តក្លាហានពិតមែនឬ SpongeBob ងក់ក្បាលយ៉ាងរឹងមាំគាត់ដឹងថាការធ្វើដំណើរនេះនឹងមិនងាយស្រួលនោះទេប៉ុន្តែគាត់សុខចិត្តប្រថុយគ្រប់យ៉ាងដើម្បីបង្ហាញពីតម្លៃរបស់ខ្លួនគាត់បានបោះជំហៀងទៅមុខដោយភាពជឿជាក់ឆ្ពោះទៅរកកប៉ាល់ដែលកំពុងហោះលើអាកាស SpongeBob បានឡើងលើកប៉ាល់ខ្មោចដែលធ្វើពីទីក្រុង Bikini Bottom ឆ្ពោះទៅកាន់តំបន់ដែលគ្មាននរណាម្នាក់ហ៊ានទៅដល់ចូលប្រយ័ត្នអេប៉ុងទួយយើងកំពុងធ្វើដំណើរទៅកាន់កន្លែងដែលពន្លឺព្រះអាទិត្យមិនអាចទៅដល់ Flying Dutchman និយាយទាំងបញ្ជាចង្កូតកប៉ាល់ខ្ញុំមិនខ្លាចទេខ្ញុំបានត្រៀមខ្លួនរួចជាស្រេច SpongeBob ឆ្លើយតបវិញទោះបីជាជាងរបស់គាត់ចាប់ដើមញ័រតិចៗក៏ដោយគាត់បានឃើញត្រីចម្លែកដែលមិនធ្លាប់ឃើញពីមុនមកនិងថ្មប្រព្រៃទឹកដែលមើលទៅដូចជាបិសាចពេញមួយញឹកលើកប៉ាល់ SpongeBob បានរៀនរបៀបធ្វើជាចៅសមុទ្រគាត់បានរៀនចងខ្សែពួរនិងការរករកតាមផ្កាយនៅក្រោមទឹក Flying Dutchman ចាប់អារម្មណ៍នឹងការតស៊ូរបស់អេប៉ុងតូចនេះគាត់មិនដែលឃើញនរណាម្នាក់ដែលមានចិត្តស្មោះត្រង់និងព្យាយាមដោយ SpongeBob នោះទេបរិយាជំនវិញកាន់តែងងឹតទៅនៅពេលដែលពួកគេកាន់តែខិតជិតទៅដល់ជ្រលងសមុទ្រជ្រៅទីបំផុតពួកគេបានមកដល់ចំណុចជើបំផុតនៃមហាសមុទ្រដែលគេហៅថា Abyss វាគឺជាកន្លែងដែលងងឹតសូន្យឈឹងនិងមានសម្ពាធទឹកខ្លាំងបំផុតនេះគឺជាកន្លែងដែលគ្មានអេប៉ុងណាធ្លាប់មកដល់ឡើយតើឯងនៅតែចង់បន្តទៀតទេFlying Dutchman សួរដោយសំឡេងធ្ងន់បាទខ្ញុំត្រូវតែបន្ត SpongeBob ឆ្លើយដោយភាពជឿជាក់ភ្លាមនោះស្រាប់តែមានពន្លឺភ្លឺលេចឡើងពីក្នុងភាពងងឹតវាគឺជាសត្វចម្លែកក្នុងសមុទ្រដែលមានធ្មេញស្រួយនិងភ្នែកធំ SpongeBob មានអារម្មណ៍ថាភ័យខ្លាចជាខ្លាំងប៉ុន្តែគាត់បាននឹកឃើញដល់ពាក្យសម្ដីរបស់លោក Krabs គាត់មិនអាចបោះបង់ចោលបានទេគាត់បានដកពិលតូចមួយចេញពីហោប៉ៅរបស់គាត់ហើយបញ្ចាំងទៅលើសត្វចម្លែកនោះបានស្រែកឡើងហើយដកថយវិញដោយសារតែមិនធ្លាប់ឃើញពន្លឺខ្លាំងបែបនេះ SpongeBob បានដឹងថាភាពក្លាហានមិនមែនជាការមិនចេះខ្លាចនោះទេប៉ុន្តែគឺជាការតស៊ូទោះបីជាខ្លាចក៏ដោយគាត់បាននាំកប៉ាល់ឆ្លងកាត់តំបន់គ្រោះថ្នាក់នោះដោយជោគជ័យបន្ទាប់ពីឆ្លងកាត់ឧបសគ្គជាច្រើន Flying Dutchman បាននាំ SpongeBob ទៅកាន់រូងភ្នំមាយដែលលាក់កំបាំងនៅទីនោះមានកំណប់ទ្រព្យនៅវត្ថុបុរាណដែលបាត់បង់រាប់ពាន់ឆ្នាំឯងបានធ្វើវាបានហើយ SpongeBob ឯងគឺជាអេប៉ុងដែលក្លាហានបំផុតដែលខ្ញុំធ្លាប់ជួបខ្មោចចៅសមុទ្របាននិយាយតាំងកោសរសើរគាត់បានប្រគល់មេដាយមាសមួយដែលធ្វើពីគុជខ្យងដ៏កម្រដល់ SpongeBob យកនេះទៅបង្ហាញពិភពលោកថាឯងគឺជាបុរសខ្លាំងពិតប្រាកដSpongeBob មានអារម្មណ៍រំភើបជាខ្លាំងគាត់មិនត្រឹមតែបានបង្ហាញពីភាពក្លាហានរបស់គាត់ប៉ុណ្ណោះទេប៉ុន្តែគាត់ក៏បានរកឃើញមិត្តភាពថ្មីមួយផងដែរ
ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺគាត់បានដឹងថាគាត់មិនចាំបាច់មានរាងកាយធំដើម្បីមានចិត្តខ្លាំងក្លានោះទេគាត់គឺជា SpongeBob SquarePants ហើយនោះគឺគ្រប់គ្រាន់ហើយពួកគេបានចាប់ផ្ដើមធ្វើដំណើរត្រឡប់ទៅផ្ទះវិញខណៈពេលដែលព្រះអាទិត្យចាប់ផ្ដើមរះឡើងវិញនៅលើផ្ទៃទឹក SpongeBob សម្លឹងមើលមេដៃក្នុងដៃដោយមោទនភាពនៅពេលដែលកប៉ាល់ខ្មោចបានត្រឡប់មកដល់ Bikini Bottom វិញមនុស្សគ្រប់គ្នានាំគ្នាមកមើលដោយក្តីងឿងឆ្ងល់ SpongeBob បានចូលពីកប៉ាល់ដោយភាពជឿជាក់បំផុតគាត់បានដើរទៅរកលោក Krabs ដែលកំពុងឈរមើលដោយហាម៉ាត់ឃ្លី លោក Krabs មើលនេះឃីមបានទៅដល់ចំណុចជ្រៅបំផុតនៃមហាសមុទ្រហើយបានត្រឡប់មកវិញ SpongeBob បង្ហាញមេដៃមាសរបស់គាត់ លោក Krabs នេះជាទាំងភ្ញាក់ថាពិតមែនហើយ SpongeBob ឃីមមិនដែលស្មានថាឯងអាចធ្វើបានឡើយឯងពិតជាបរិសុទ្ធខ្លាំងម្នាក់ ទីក្រុងទាំងមូលបានផ្ទុះកែអបអរសាទរ SpongeBob ត្រូវបានគេចាត់ទុកថាជាវីរបុរសគាត់បានរៀនថាភាពក្លាហានពិតប្រាកដចេញពីខ្លួនចិត្តមិនមែនចេញពីទំហំឈួនឡើយចាប់ពីថ្ងៃនោះមកគ្មាននរណាម្នាក់មើលងាយ SpongeBob ទៀតឡើយគាត់នៅតែជាអ្នកធ្វើ burger ដ៏ល្អបំផុតប៉ុន្តែឥឡូវនេះគាត់ក៏ជាអ្នកផ្សំប្រេងដ៏ក្លាហានបំផុតនៅក្នុងមហាសមុទ្រផងដែររឿងរ៉ាវរបស់គាត់នឹងត្រូវគេនិយាយតៗគ្នាជារៀងរហូត